ធ្លាយល្បិចកាបលុយហាងចរណៃនៅក្រុងបាត់ដំបងរងការរិះគន់ខ្លាំងក្រោយអាជ្ញាធររកឃើញត្រីត្រោនមកបន្លំធ្វើជាត្រីសាម៉ុនលក់ក្នុងតម្លៃថ្លៃបោកប្រាស់អតិថិជនខេត្តបាត់ដំបងកំពុងតែផ្ទុះការរិះគន់និងវែកញែកយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គមក្រោយពីហាងលក់គ្រឿងសមុទ្រដ៏ល្បីល្បាញមួយកន្លែងនៅក្នុងក្រុងបាត់ដំបងត្រូវបានបែកធ្លាយល្បិចកលពាណិជ្ជកម្មមិនស្មោះត្រង់ដោយយកប្រភេទត្រីត្រោនមកបន្លំលក់ធ្វើជាត្រីសាល់ម៉ុនក្នុងតម្លៃខ្ពស់រហូតដល់ 12,000 រៀលក្នុង1គីឡូក្រាមដើម្បីកាប់ចំណេញកប់ក្តោងពីការជឿជាក់របស់អតិថិជនយោងតាមការរៀបរាប់និងការបង្ហោះទម្លាយការពិតពីប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងតាមរយៈគណនី Facebook ឈ្មោះសៀងរ៉ាតាន់បានឲ្យដឹងថាហាងចរណៃដែលមានទីតាំងស្ថិតនៅក្បាលស្ពានថ្មថ្មីត្រើយខាងលិចក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងគឺជាទីតាំងដែលរូបលោករួមទាំងក្រុមគ្រួសារនិងក្មួយៗតែងតែទៅគាំទ្រនិងពិសាត្រីសាម៉ុនអស់រយៈពេល 4 ទៅ 5 ឆ្នាំមកហើយប៉ុន្តែមួយរយៈចុងក្រោយនេះពួកគាត់ចាប់ផ្ដើមផ្លាច់អារម្មណ៍ខ្លាំងដោយសារសាច់ត្រីដែលបានលើកមកបម្រើអតិថិជនមានក្លិនឆ្អាប់ខ្លាំងនិងមានសភាពជ្រាយជ្រាយខុសប្លែកពីធម្មតាការសង្ស័យរបស់ប្រជាពលរដ្ឋត្រូវបានលាតត្រដាងជាពន្លឺបន្ទាប់ពីកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានបើកប្រតិបត្តិការចុះត្រួតពិនិត្យតាមបណ្ដាហាងលក់ទំនិញនិងសហគ្រាសនានាដើម្បីស្វែងរកផលិតផលខូចគុណភាពក្លាសេខុសលក្ខណៈបច្ចេកទេសនិងទំនិញនាំចូលខុសច្បាប់ពីប្រទេសជិតខាងក្នុងកិច្ចប្រតិបត្តិការនោះពេលសមត្ថកិច្ចចូលទៅដល់ហាងចរណៃក៏បានរកឃើញភស្តុតាងជាក់ស្ដែងជាសម្បកកេសដាក់ត្រីត្រោនដែលជាប្រភេទត្រីមានសាច់ពណ៌ស្រដៀងនឹងត្រីសាម៉ុនធ្វើឲ្យមហាជនសន្និដ្ឋានថាហាងល្បីឈ្មោះមួយនេះបានលួចបន្លំភ្នែកអតិថិជនដើម្បីដេកកាប់លុយយ៉ាងសប្បាយអស់រយៈពេលជាច្រើនឆ្នាំមកហើយយោងតាមការបំភ្លឺពីអ្នកជំនាញផ្នែកចំណីអាហារបានបង្ហាញពីវិធីសាស្ត្រសម្គាល់រវាងត្រីទាំងពីរប្រភេទនេះថាត្រីសាល់ម៉ុនសាច់មានពណ៌ទឹកក្រូចស្រាលមានឆ្នុតខ្លាញ់ពណ៌សធំៗនិងច្បាស់មានជាតិខ្លាញ់ច្រើននៅក្នុងសាច់មានសភាពទន់រលោងនៅពេលញ៉ាំទៅមានរសជាតិខ្ទិះនិងមានក្លិនឈ្ងុយស្រាលត្រីត្រោនសាច់មានពណ៌ទឹកក្រូចក្រហមឬក្រហមចាស់ឆ្នុតខ្លាញ់ពណ៌សជាសរសៃតូចៗនិងញឹកជាតិខ្លាញ់ប្រមូលផ្ដុំច្រើននៅក្នុងពូហើយពេលញ៉ាំទៅសាច់មានភាពច្រឹបនិងមានរសជាតិផ្អែមពាក់ព័ន្ធនឹងការរិះគន់ជាហោហែពីមជ្ឈដ្ឋានមហាជននេះអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅកាន់ម្ចាស់ហាងចរណៃដើម្បីស្វែងរកការបំភ្លឺក្នុងន័យផ្ដល់ភាពយុត្តិធម៌និងតម្លាភាពសម្រាប់ភាគីហាងតាមរយៈការឆ្លើយបំភ្លឺតាមទូរស័ព្ទនាព្រឹកថ្ងៃទី21ខែមិថុនាឆ្នាំ2026នេះបរិះម្នាក់ដែលអះអាងថាខ្លួនគឺជាអ្នកគ្រប់គ្រងហាងមិនបានឆ្លើយតបចំទៅនឹងសំណួរជុំវិញការចោទប្រកាន់រឿងបន្លំសាច់ត្រីនោះឡើយដោយរូបលោកគ្រាន់តែឆ្លើយតបយ៉ាងខ្លីថាខាងហាងបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើផេកផ្លូវការរួចហើយក៏បិទទូរស័ព្ទតែម្ដងការធ្វើអាជីវកម្មដោយខ្វះភាពស្មោះត្រង់និងមិនគិតពីផលប៉ះពាល់ដល់ទំនុកចិនក៏ដូចជាសុខុមាលភាពរបស់អ្នកប្រើប្រាស់គឺជាទង្វើមួយដែលមិនអាចទទួលយកបាននៅក្នុងសង្គមអាជីវកម្មទំនើបមហាជនរំពឹងថាអាជ្ញាធរមានសមត្ថកិច្ចនិងមន្ទីរជំនាញពាក់ព័ន្ធនឹងបន្តចំណាត់ការតាមផ្លូវច្បាប់ឲ្យបានតឹងរឹងដើម្បីកុំឲ្យមានអាជីវករផ្សេងទៀតយកតម្រាប់តាមដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិនិងសុខភាពរបស់អ្នកបរិភោគអង្គភាពគេហទំព័រប្រមាញ់ជីដាន TV យើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះឡើងវិញក្នុងគោលបំណងរិះគន់ក្នុងន័យស្ថាបនាដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងជំរាបជូនដល់ថ្នាក់ដឹកនាំនិងមហាជនឲ្យបានជ្រាបជាព័ត៌មានពីព្រឹត្តិការណ៍ពិតដែលកើតមាននៅក្នុងមូលដ្ឋានអង្គភាពយើងខ្ញុំរងចាំចេញមុខបំភ្លឺនិងបកស្រាយបន្ថែមពីម្ចាស់ហាងឬស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការដើម្បីធានាបាននូវតុល្យភាពព័ត៌មានស្របតាមរបងសារព័ត៌មានសូមអរគុណ